នយោបាយនេះឲ្យបានទទួលជោគជ័យនៅក្នុងគោលនយោបាយនេះគឺយើងបានដាក់ចេញនៅផែនការសកម្មភាពច្រើនហើយយើងកំពុងតែអនុវត្តជាបន្តបន្ទាប់នៅក្នុងនោះក៏មានផែនការសកម្មភាពនៃការធ្វើអភិបាលកិច្ចសេវាទូរស័ព្ទសេវាអ៊ីនធឺណិតដែរហើយថ្ងៃនេះយើងនៅជជែកគ្នាយើងយកប្រធានបទអភិបាលកិច្ចអ៊ីនធឺណិតមកជជែកគ្នា UNESCO is especially pleased that today's Internet Governance Forum also marks the official launch of the recommendations of the Internet Universality Indicators Assessment, conducted by UNESCO and the Cambodia Academy of Digital Technology under the International Programme for the Development of Communication Programme. This assessment, guided by UNESCO's principles of rights, openness, accountability and multi-stakeholder participation, highlighted the need to establish a national Internet Governance Forum as a key recommendation. Cambodia is now turning that recommendation into action, demonstrating national ownership and a commitment to evidence-based digital policy and development. ព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ជាព្រឹត្តិការណ៍លើកដំបូងដែលប្រទេសកម្ពុជារៀបចំកម្មវិធីអភិបាលកិច្ចអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជារបស់យើងក្រោមប្រតិមូលបទការកសាងសង្គម Digital របស់កម្ពុជាប្រកបដោយបរិយាបន្ន ទាក់ទងទៅនឹងកម្មវិធីអភិបាលកិច្ចអ៊ីនធឺណិតឆ្នាំ 2025 អ្វីដែលជាចំណុចសំខាន់ខ្ញុំកត់សម្គាល់ពីកម្មវិធីដែលប្រព្រឹត្តទៅនេះក្នុងរយៈពេល 2 ថ្ងៃគឺទី1ឃើញថាភាគីពាក់ព័ន្ធបានទទួលស្គាល់នៅភាពចាំបាច់ឬក៏សំខាន់នៃការចូលរួមរបស់ភាគីពាក់ព័ន្ធដែលយើងហៅថាក្រុមប្រឹក្សាផ្ដល់យោបល់ទៅលើការរៀបចំអភិបាលកិច្ចអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាយើងក៏ត្រូវតែចូលរួមបាទនៅក្នុងការរៀបចំការចូលរួមមតិនៅក្នុងការរៀបចំនិងការវិវត្តចំណិតនេះទៅថ្ងៃមុខទៀតនៅដែរដោយសារតែមាន framework ហើយពី UN ហើយពីក្នុង UN ហ្នឹងគឺមានគ្រប់ប្រទេសទាំងអស់បាទដែលចូលរួមនៅក្នុងការថាជា multi stakeholder បាទនៅក្នុង platform នៅក្នុងយន្តការនេះបាទឆ្នាំនេះកម្ពុជាជាផ្លូវការចូលរួមនៅក្នុង platform នេះដែរ វេទិកានេះគឺបានប្រមូលផ្ដុំនៅ stakeholders បានថាគាត់មកពីវិស័យផ្សេងមិនថាវិស័យឯកជនរដ្ឋាភិបាលទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកនិងទូនាទីនៅក្នុងការអភិវឌ្ឍវិស័យ digital ហ្នឹងគឺគាត់មកចូលនៅក្នុងវេទិកាតែមួយនៅក្នុងការពិភាក្សាពីប្រធានបទផ្សេងដែលគួរចាប់អារម្មណ៍មែនទែនដែលយើងបានឃើញថាគាត់បានបញ្ចេញយោបល់ហើយនឹងក៏ផ្ដល់យោបល់ល្អៗជាច្រើនការលើកកម្ពស់ការចូលរួមទាំងអស់នោះសិតតែជារឿងមួយដែលពិបាកក្នុងការយកមកជជែកគ្នាតែសម្រាប់ថ្ងៃនេះយើងសម្រេចចិត្តថាយកប្រធានបទទាំងអស់នោះមកជជែកគ្នាហើយយើងព្យាយាមជជែកក្នុងន័យមួយថាតើយើងអាចធ្វើយ៉ាងណាដើម្បីឲ្យសង្គមកម្ពុជាយើងកាន់តែមានភាពល្អប្រសើរជាពិសេសជាមួយនឹង AI data privacy ហើយក៏មានការ skill set ពីវាគ្មិនរបស់យើងដើម្បីបញ្ជ្រាបទៅកាន់យុវជនរបស់យើងឲ្យគាត់កាន់តែមានសមត្ថភាពគាត់ល្អក្នុងការឲ្យគាត់អាចអភិវឌ្ឍទាន់ពេលក្នុងសម័យកាល digital នេះចំណាប់អារម្មណ៍មួយទៀតគឺខ្ញុំពិតជាសប្បាយចិត្តក្នុងនាមខ្ញុំជនជាតិដើមភាគតិចដែលខ្ញុំបានចូលរួមរៀនសូត្រជាមួយនឹងអ្នកពាក់ព័ន្ធហើយជាពិសេសចំណុចដែលយើងបានចែកម្លែកទាក់ទងទៅនឹងរដ្ឋាភិបាលបានចែកម្លែកទាក់ទងទៅនឹងផែនទីរបស់រដ្ឋាភិបាលទៅលើការអភិវឌ្ឍប្រព័ន្ធ digital ជាពិសេសក៏យើងបានលើអំពីការបដិញ្ញាចិត្តមួយរបស់ក្រសួងទូរគមនាគមន៍អំពីរឿងទាក់ទងជាមួយនឹងការឈានទៅចូលរួមចំណែកលុបបំបាត់នៅការប្រើប្រាស់ប្រព័ន្ធ digital ឬមួយក៏អ៊ីនធឺណិតឬមួយក៏ទូរស័ព្ទហ្នឹងគឺដើម្បីចូលរួមនៅក្នុងការបោកបញ្ឆោតនៅក្នុងប្រទេសកម្ពុជាយើងជាពិសេសគឺការដែលអ្នកប្រើប្រាស់ទូរស័ព្ទដោយមិនបានចុះបញ្ជីត្រឹមត្រូវហ្នឹងក៏អាចជាចំណែកមួយដែលក្រសួងនឹងធ្វើការកាត់បន្ថយនៅពេលខាងមុខហ្នឹងបាទខ្ញុំសូមឲ្យបាទជាពិសេសយុវជនគឺសូមចូលរួមបាទជជែកតាមដានទៅលើការរៀបចំសង្គម digital យើងខ្ញុំយល់ថាយុវជនទាំងអស់ត្រូវតែចូលរួមបាទពីព្រោះថាសង្គម digital ដែលយើងរៀបចំនេះគឺដើម្បីយុវជនយើងក្មេងជំនាន់ក្រោយទៅទៀតបាទអញ្ចឹងបើសិនជាយើងយល់ច្បាស់ពីចក្ខុវិស័យដែលយុវជនផងយើងក៏ចង់ឃើញប្រទេសយើងនេះคล้ายទៅជាប្រទេសរបៀបម៉េចដូចខាងអឺរ៉ុបដូចខាងអាស៊ីដូចសិង្ហបុរីដូចកូរ៉េដូចអីចឹងគឺតែកម្ពុជានឹងមានចក្ខុវិស័យខ្លួនឯងបាទ